កិច្ចប្រជុំសាមញ្ញលើកទី17អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺកំពង់ស្ពឺនេះព្រឹកថ្ងៃទី9ខែតុលាឆ្នាំ2025កិច្ចប្រជុំសាមញ្ញលើកទី17អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺក្រោមអធិបតីភាពអាយដាមយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តអាយដាមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីអាយដាមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីប្រធានមន្ទីរអង្គភាពជំនាញខេត្តកងកម្លាំងទាំង3អង្គភាពចំណុះសាលាខេត្តនិងអភិបាលក្រុងស្រុកទាំង9ពិធីដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តយឹមសុខុមឆ្លៀតក្នុងឱកាសនោះអាយដាមយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តបានមានមតិស្វាគមន៍និងបើកអង្គប្រជុំសាមញ្ញលើកទី17អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តនិងពិនិត្យសមាជិកភាពចូលរួមរួចមកអាយដាមបានសម្ដែងនៅការកោតសរសើរដល់អាយដាមបណ្ឌិតអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋជាពិសេសគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់បន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យជាប់ជាប្រចាំព្រមទាំងបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានាចូលរួមថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរឆ្លៀតក្នុងឱកាសនោះដែរអាយដាមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌអភិបាលខេត្តបានលើកឡើងដែរថាទន្ទឹមនឹងនេះរដ្ឋបាលឯកភាពខេត្តបានប្រើប្រាស់វិធានការសរុបកម្លាំងសរុបនិងមធ្យោបាយសរុបក្នុងការបង្កើតយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពសម្ដៅប្រតិបត្តិការបង្ក្រាបលបែងស៊ីសងខុសច្បាប់មួយចំនួនរួមមានក្មេងទំនើងគ្រឿងញៀនអំពើជួញដូរមនុស្សអំពើចរកម្មនានាទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់បង្កលក្ខណៈអំណោយផលនៃសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមជាមួយនឹងជីវភាពសមរម្យក្នុងដែនសមត្ថកិច្ចខេត្តជាមួយគ្នានេះដែរសូមគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់បង្ការនិងបង្ក្រាបករណីលួចឆក់ប្លន់និងករណីក្មេងទំនើងឲ្យជាប់ជាប្រចាំអាយដាមបន្តទៀតថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃរដ្ឋបាលខេត្តនិងមន្ទីរពាក់ព័ន្ធបានកំពុងជួយស្វែងរកការងារជូនពួកគាត់លើពីនេះយើងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនចៅរបស់ពួកគាត់ដោយជំរុញឲ្យពួកគាត់ចូលរៀនសម្រាប់អ្នកគ្រប់អាយុចូលរៀននិងជួយឲ្យពួកគាត់បានចូលរៀននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះអ្នកលើអាយុមិនអាចចូលរៀនបានជាមួយគ្នានេះអាជ្ញាធរក្រុងស្រុកឃុំសង្កាត់បានជួយសម្របសម្រួលនិងរៀបចំសៀវភៅស្នាក់នៅសៀវភៅគ្រួសារនិងឯកសារអត្រានុកូលដ្ឋានជូនពួកគាត់ផងដែរ